ចៅបងប្រុសគាត់អស់ទានឹងអូតណាដែរទៅនោះជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាការងារខាងតើកែខ្ញុំគ្មានទៅណាឆ្ងាយក្រៅពីរងបន្លែនោះទេបេសសាឡាត់ខៀវនេះបងគ្រប់ម៉ោងទេពេលល្ងាចមកបេសសាឡាត់ក្រហមនេះម្ដងចំណែកសាឡាត់ខៀវមិញបងប្អូនទាំងអស់គ្នាបើសរុបទៅបេសថាមួយថ្ងៃពេញហើយតែម្ដងរីឯសាឡាត់ក្រហមនេះវិញគឺត្រូវកែគាត់ឲ្យបេសពេលល្ងាចហ្នឹងគឺគ្នា4នាក់បេសចិត្តពាក់កណ្ដាលក៏ស្អែកឡើងពេលព្រឹកហ្នឹងបេសថែមគ្នា2ក្រុមគ្នា7នាក់ថែមទៀតពេលបេស4នាក់ហ្នឹងបងប្អូនទាំងអស់គ្នាគឺត្រូវកែក៏ដកប្រុសចេញអស់ហើយអញ្ចឹងទៅនៅស្រីហើយប្អូននេប៉ាល់ស្រីនេះវិញក៏គាត់មកបេសជាមួយពួកខ្ញុំដែរហើយងាកមកដល់ត្រង់នេះវិញគឺជាការងារពេលព្រឹកតែម្ដងហើយនិយាយពីសាឡាត់នេះវិញបងប្អូនទាំងអស់គ្នាល្អមែនតែនចំណែករើមពួកខ្ញុំកំពុងបេសហ្នឹងសាឡាត់គឺមាន2ពណ៌អញ្ចឹងបងប្អូនទាំងអស់គ្នាសាឡាត់កំពុងបេសហ្នឹងពណ៌រាងកម្មៅហើយសាឡាត់មួយទៀតហ្នឹងគឺពណ៌រាងសសាឡាត់រាងសហ្នឹងបងប្អូនទាំងអស់គ្នាយើងបេសបានកេះច្រើនមែនតែននោះខាងបងប្អូននេប៉ាល់គាត់កំពុងតែបេសហ្នឹងហើយបេសពេលព្រឹកហ្នឹងគឺយើងបេសហើយទេងាកមកដល់ត្រង់នេះវិញក៏ដល់ម៉ោងសម្រាប់ពេលថ្ងៃត្រង់ដែរបងប្អូនយើងកំពុងរៀបចំចេញទៅហើយថ្ងៃដែលពួកខ្ញុំកំពុងតែបេសហ្នឹងក៏មានធ្លាក់ព្រិលដែរបងប្អូនទាំងអស់គ្នាមើលតាមដងផ្លូវគឺអត់មានទេតែមើលទៅខាងតាមស្រែតាមអីគឺមានព្រិលតែម្ដងបើនិយាយពីអាកាសធាតុថ្ងៃនោះបងប្អូនទាំងអស់គ្នាត្រជាក់ក្តៅហើយខ្យល់អីចឹងណាធ្វើឲ្យបងប្អូនយើងមួយចំនួនគាត់ប្រែប្រួលទៅតាមអាកាសធាតុអត់តាន់នោះទេថាតែបងប្អូនយើងអីសំបីតែខ្ញុំនឹងផ្លាស់ប្ដូរអត់តាន់ដែរហ្នឹងហើយនេះវិញក៏ដល់ម៉ោងចូលធ្វើការដែរបងប្អូនទាំងអស់គ្នាពេលល្ងាចហើយខ្ញុំមានណាតាំងទៅមុខគេហើយបងប្អូនយើងគាត់កំពុងតែជជែកគ្នាខាងក្រោយហើយក៏ដើរមកតាមក្រោយដែរបងប្អូនយើងមើលបងប្អូនយើងពីក្រោយគាត់ដើរមកគាត់រាំផងអីផងនោះឃើញពួកគាត់ញាប់ហ្នឹងតាំងក៏ពិតរៀងតិចដែរបងប្អូនហើយមកដល់ត្រង់នេះវិញក៏ពួកខ្ញុំចូលដល់ក្នុងរឿងដែរហើយនេះក៏ជាប្អូនស្រីនេប៉ាល់ដែរមកបេះពេលល្ងាចហ្នឹងប្រហែលជាប្រហែលម៉ោងទៀតទៅចឹងទៅក៏ហើយចឹងដល់ពេលហើយរឿងហ្នឹងទៅក៏ទៅបេះបងគ្រប់ម៉ោងនៅរឿងមួយទៀតបងប្អូនទាំងអស់គ្នាហើយកលេចមកត្រង់នេះវិញនេះខ្ញុំពងតែដៃយើងត្រង់ព្រិលធ្លាក់មកហ្នឹងដូចជីយើងចឹងបងប្អូនទាំងអស់គ្នាដែលហៅថាជីសហើយថ្ងៃធ្លាក់ព្រិលនោះនិយាយទៅព្រិលធ្លាក់មកគ្រប់បែបយ៉ាងមានស្រាលដូចសំឡីមានដូចទឹកភ្លៀងមានដូចគ្រាប់ជីអីនិយាយទៅអាកាសធាតុប្រែប្រួលមែនតែនក្នុងមួយថ្ងៃពេញណាស់សំបីតែអារម្មណ៍យើងបងប្អូនទាំងអស់គ្នាក៏ផ្លាស់ប្ដូរទៅតាមអាកាសធាតុនឹងដែរបើមេឃមានបើកថ្ងៃចឹងទៅអារម្មណ៍ខ្លួនឯងរៀងស្រស់ស្រាយទៅតាមហ្នឹងបើមេឃរៀងសតុំវិញបងប្អូនទាំងអស់គ្នាសម្រាប់ខ្ញុំមានអារម្មណ៍ថាដូចអត់សូវសប្បាយចិត្តក្នុងអារម្មណ៍មិនក៏មិនដឹងដែរអូខេបងប្អូនទាំងអស់គ្នាវីដេអូមានតែប៉ុណ្ណេះទេបាយបាយជួបគ្នាវីដេអូក្រោយទៀត